គេអ្នកគ្នាឥឡូវយើងមកមើលម៉ូតូមួយដែលអត់សូវសបោអ្នកជិះទេស្រុកខ្មែរអូខេហើយម៉ូតូហ្នឹងកម្លាំងវារៀងធំពេកអ្នកគ្នា Kawasaki W800 អូខេខ្ញុំឃើញនៅខ្មែរពីយន្តគេជិះ650ដែលវាឆ្នាំចាស់អញ្ចឹងដូចជា Kawasaki ពួក W នេះតទៅដល់ឆ្នាំខ្ទង់2010បានវាចេញ W800 តែខ្ញុំចាំឬក៏ឆ្នាំប៉ុន្មានទេគេតែមុនខ្ញុំឃើញនៅខ្មែរគេមានលក់ Kawasaki W800 ឆ្នាំ2010ហើយតម្លៃវាដូចជា3000ជាងអ្នកគ្នាដូចជាគេគិតពុនហើយដោយសារតែវាឆ្នាំចាស់ដែរគេអញ្ចឹងម៉ូតូមួយហ្នឹងខ្ញុំមើលទៅអូខេគេដាក់ថានេះ The W800 motorcycle is powered by Verico Twin Cycling Twin Cycling ប្រហែលជាវា Snow 2ដឹងនេះ 4 stroke engine ម៉ាស៊ីន4អូខេអញ្ចឹងវាកម្លាំងវា 773cc អ្នកគ្នាអូខេចានេះវាចេញដល់ឆ្នាំ2024វាអាប់ដេតរាល់ឆ្នាំតែគាត់មកខ្មែរបើឆ្នាំ2025ប្រហែលវាថ្លៃចូល10000នៅអ្នកគ្នាអញ្ចឹងយើងជិះឆ្នាំចាស់ទៅឆ្នាំ2010 2011ហ្នឹងបើវាមានជិះទៅអូខេខ្ញុំគិតថាវាធន់ម៉ូតូហ្នឹងហើយខ្ញុំមើលទៅវាមួយទៀត reliable វាយើងជិះមកយើងទំនុកចិត្តជាង comfort អ្នកគ្នាមើល engine វាដេកក៏បានធាក់ក៏បានលយត្រង់ហ្នឹងអ្នកគ្នាហើយទំហំវាសម្រាប់អ្នកដែលមានរាងធំខ្ពស់អីជិះក៏សមអ្នកកម្ពស់ 1.60 ជាងក៏ជិះកើតដែរអ្នកគ្នាអូខេហើយវាមាន air cooling system វាជាប់ក្នុងម៉ាស៊ីនអានឹងគេហៅទៅគេទេខ្ញុំអត់ដឹងដែរទេវាអត់ត្រូវការម៉ាស៊ីនស្អំទឹកទេអញ្ចឹងយើងជិះមកវាធន់ដូចម៉ាស៊ីនម៉ូតូអាសង់អញ្ចឹងអ្នកគ្នាវាមាន air cooling វាអត់មានប្រើ air cooling system អីទេវាប្រើខ្យល់អានឹងហៅថាបើយើងជិះទៅខ្យល់ហ្នឹងបក់មកវាទៅជាខ្ញុំមិនដឹងថាវានៅតាណាទេគេឡើង engine វាអ្នកគ្នាខ្ញុំមើលគេ review ដែរគេខ្ញុំឆ្លាញ់ម៉ូតូមួយហ្នឹងហើយមុនខ្ញុំទៅធ្វើការខ្ញុំឃើញគេជិះតាមផ្លូវមួយប្រហែលជា650គេអញ្ចឹងខ្ញុំមានកម្រងទិញម៉ូតូនឹងជិះអូខេអាចទិញឆ្នាំចាស់ទេអ្នកគ្នា W800 នេះអាចទិញក្នុងឆ្នាំ2010អីហ្នឹងទៅចំយើង track តាម Facebook មកពីចឹងថ្ងៃមុនខ្ញុំឃើញនៅក្នុង TikTok ដូចជាហាង Henley 168គាត់យកមកឆ្នាំ2010តាមខ្ញុំចាំអូខេអ្នកគ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេតែនឹងម៉ូតូដែលខ្ញុំឆ្លាញ់អូខេអាពួកនេះគេដាក់ពួកវាគេហៅ retro modern cycling អាពួកហ្នឹងអូខេអ្នកគ្នាអូខេចឹងវីដេអូនោះមានប៉ុណ្ណឹងទេអ្នកនេះជួបគ្នាវីដេអូក្រោយជាមួយវីដេអូផ្សេងទៀតបើសិនបើខ្ញុំមានលុយខ្ញុំនឹងទិញម៉ូតូនោះហើយខ្ញុំនឹងថត review អ្នកគ្នានៅក្នុង channel មួយនោះអូខេបាយជួបគ្នាវីដេអូក្រោយបាយអ្នកគ្នា